ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំសុខាហើយថ្ងៃនេះយើងមកនិយាយអំពីការបង្កើត user នៅក្នុង Linux ចឹងដំបូងខ្ញុំសូមវាយ HTML សិនដើម្បីឆែកមើលថាតើខ្ញុំនៅ user មួយណាខ្ញុំនៅ user ឈ្មោះសុទៀងហើយបន្ទាប់មកខ្ញុំវាយ pwd ដើម្បីឆែកទីតាំងដែលខ្ញុំកំពុងតែឈរហើយដើម្បី add user បានអ្នកគ្នាគ្រាន់តែវាយ command sudo user add ហើយ .m .s /bin ហើយនឹង /bash ហើយបន្ទាប់មកយើងដាក់ជាមួយនឹងឈ្មោះ user របស់យើងហើយនេះខ្ញុំដាក់ឈ្មោះ user របស់ខ្ញុំគឺ user ខៅសុខាហើយយើងចុច enter មកវាទាមទារយើងវាយ password យើងវាយ password user ដើមហើយដើម្បីធ្វើការទៅ login user នឹងបានជាដំបូងយើងត្រូវ assign password ទៅឲ្យ user មួយនឹងសិនដើម្បី assign password អ្នកទាំងអស់គ្នាគ្រាន់តែវាយ comment sudo passwd មានន័យថា password ហ្នឹងហើយអ្នកទាំងអស់គ្នាដាក់ឈ្មោះ user មក user ខុសសុខាចឹងខ្ញុំអញ្ចឹងខ្ញុំ enter មកវាឲ្យយើងវាយអញ្ចឹងឧទាហរណ៍ខ្ញុំដាក់1 2 3ហើយ1 2 3ទៀតមកបាទ enter មកវាចេញថាយើង update password បាន successfully ហើយការបង្កើត user នេះផងដែរដល់ពេលដែលយើងវាយ user add .m .s /bin /bash ហ្នឹងមានន័យថាយើងទៅបង្កើត user shell សម្រាប់ឲ្យ user ហ្នឹងគាត់ login ខ្លួនគាត់ចឹងណាហើយបន្ទាប់មកយើងធ្វើការ list ទៅលើ user ហ្នឹងមកយើងគ្រាន់តែវាយ ls .l/home មកយើង list មកនៅវានឹងចេញ user ដែលយើងបានបង្កើតមិញនៅលើគេគឺ user ខៅសុខាឥឡូវខ្ញុំសាក login ទៅកាន់ user ដែលខ្ញុំបានបង្កើតហ្នឹងខ្ញុំគ្រាន់តែវាយ su .clear ហើយខ្ញុំវាយជាមួយនឹង user ដែលខ្ញុំបានបង្កើតហ្នឹងហើយខ្ញុំ enter ទៅខ្ញុំវាយ password 1 2 3មិញទៅនៅវានឹងចូលទៅកាន់ user ដែលខ្ញុំបានបង្កើតហើយខ្ញុំវាយ HTML មកនៅវានឹង load user ដែលខ្ញុំបានបង្កើតឈ្មោះខៅសុខាហ្នឹងហើយឥឡូវខ្ញុំសុំ clear វាចោលហើយខ្ញុំវាយ HTML សារថ្មីមកហើយខ្ញុំវាយ pwd ដើម្បីឆែកទៅលើទីតាំងដែលខ្ញុំកំពុងតែឈរហ្នឹងគឺឈរនៅលើ user ថ្មីដែលខ្ញុំទើបតែបង្កើតហ្នឹងឥឡូវខ្ញុំសូមបង្កើតនៅ folder មួយខ្ញុំគ្រាន់តែវាយ command mkdir មកហើយខ្ញុំដាក់ឈ្មោះថា support ខៅសុខាអីចឹងទៅវាគ្រាន់តែជាឧទាហរណ៍ហើយខ្ញុំ enter មកហើយខ្ញុំ ls ដើម្បី list វាមើលគឺយើងបាន folder ដែលយើងបានបង្កើតមិញហើយបន្ទាប់មកខ្ញុំគ្រាន់តែវាយ command ថា exit ដើម្បីខ្ញុំ switch មក user ដើមវិញហើយខ្ញុំវាយ HTML មកនេះដើម្បីឆែកមើលថាអានេះគឺយើងនៅ user ដើមវិញហើយដើម្បីឆែកទៅលើ list user ដែលយើងបានបង្កើតហ្នឹងមានន័យថានៅក្នុងម៉ាស៊ីនយើងតើយើងមាន user ប្រមាណយើងវាយគ្រាន់តែវាយថា command cat .clear etc/password មកហើយនឹងវានឹងបង្ហាញនៅ user ដែលយើងបានបង្កើតទាំងអស់នៅក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបាន
មើលវីដេអូមួយហ្នឹងជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាជំរាបសួរលោកគ្រូខ្ញុំសុខាហើយថ្ងៃនេះយើងមកនិយាយអំពីgroup management ហើយនិង file permission នៅក្នុង Linux ហើយនេះគឺជាឧទាហរណ៍ខ្លះៗដែលយើងនឹងធ្វើនៅពេលបន្តិចទៀតហ្នឹងហើយចំពោះការងារដែលយើងត្រូវធ្វើដំបូងគឺការបង្កើត group គឺយើងបង្កើត3មាន developer UI UI ហើយនិង DevOps ដើម្បីបង្កើត group បានខ្ញុំគ្រាន់តែវាយ sudo group add ហើយខ្ញុំវាយឈ្មោះរបស់ group developer អញ្ចឹងទៅហើយយើង enter មកយើងវាយ password មកនៅ group យើងនឹង add បាន successfully អញ្ចឹងខ្ញុំធ្វើការបង្កើត2ទៀតគឺមាន UI UI ហើយនិង group DevOps អញ្ចឹងគឺថាយើងបង្កើតបានជោគជ័យហើយអញ្ចឹងដើម្បីឆែកថា group យើងបានបង្កើតឬក៏អត់យើងគ្រាន់តែវាយ command cat .clear/etc ហើយ /group ហើយយើង enter មកយើងអូសមកក្រោមមកយើងនឹងឃើញ group ដែលយើងបានបង្កើត3នៅចុងក្រោយគេមិញហ្នឹងហើយការងារទី2គឺយើងធ្វើការទៅលុបនៅ group developer ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងដើម្បីលុបខ្ញុំគ្រាន់តែវាយ command sudo group del មានន័យថា group delete ហ្នឹងហើយខ្ញុំវាយឈ្មោះ group ផងយើងមក developer មកយើងលុបបានជោគជ័យហើយដើម្បីឆែកវាយើងឆែកដូចមិញដែរមក cat .click/etc/group មកយើងអូសមកក្រោមមកយើងឃើញថា group developer យើងគឺបានលុបបាត់ហើយនៅសល់តែ group 2 UI UI និង DevOps ទេហើយការងារទី3យើងបង្កើត group developer ហ្នឹងមកវិញអញ្ចឹងយើងធ្វើវិញតែទេយើងគ្រាន់តែវាយ sudo group add developer មកហើយយើង create វាមើលមកយើងអូសមកក្រោមយើងនឹងឃើញ group developer ដែលយើងបង្កើតវាឡើងមកវិញហើយការងារបន្ទាប់យើងទៅបង្កើត file 3ដែលមានឈ្មោះថា developer process.txt UX UI.txt ហើយនិង DevOps process.txt អញ្ចឹងដើម្បីបង្កើត file បានខ្ញុំគ្រាន់តែវាយ sudo touch developer យើងដាក់ឈ្មោះ file យើង developer process.txt UX UI.txt និង DevOps គឺយើងបង្កើត3 file នៅក្នុង command តែមួយតែហ្មងចឹងដើម្បីឆែក file ដែលយើងបានបង្កើតមិញយើងគ្រាន់តែវាយ ls.l មកមានន័យថាយើងលេសវាមើលនោះយើងនឹងឃើញ file 3ដែលយើងទើបនឹងបង្កើតមិញហ្នឹងហើយចំណុចបន្ទាប់គឺយើងធ្វើការ change permission file ទៅ755ដែល755ហ្នឹងមានន័យថាowner គាត់អាចមានសិទ្ធិ read write execute ចំណែកឯ group មានសិទ្ធិត្រឹមតែ read ហើយនិង execute ទេហើយ order ក៏ដូចគ្នាគឺបានតែ read ហើយនិង execute ទេអញ្ចឹងដើម្បីchange permission វាយើងគ្រាន់តែវាយ sudo chmod មានន័យថា change mode 755ផ្កាយ .txt ដោយសារតែ file យើងគឺ file .txt អញ្ចឹងវាអូខេហើយដើម្បីឆែកវាយើងគ្រាន់តែ ls.l មកយើងលេសវាមើលមក enter មកវាចេញពណ៌បៃតងអញ្ចឹងមានន័យថាយើងវាមាន permission នៅក្នុងហ្នឹងហើយចំណុចបន្ទាប់ដែលយើងត្រូវធ្វើហ្នឹងគឺយើងដាក់លក្ខខណ្ឌទៅលើ group developer ហើយនិង group UI UI ដែលអត់ឲ្យគាត់ហ្នឹង access ទៅកាន់ group DevOps បានទេគឺមានតែ owner ដែលអាច access បានជាដំបូងខ្ញុំសូមធ្វើការបង្កើត directory file មួយសិនខ្ញុំដាក់ឈ្មោះថា DevOps folder ហើយយើងលីសវាមើលយើងឃើញថា DevOps folder យើងបានបង្កើតហើយឥឡូវខ្ញុំសូមធ្វើការបង្កើត user មួយទៀតដើម្បីឲ្យគាត់ធ្វើជា owner folder DevOps ដែលខ្ញុំបានបង្កើតមិញចឹងខ្ញុំគ្រាន់តែវាយ sudo user add ឈ្មោះ user
ហើយបន្ទាប់មកខ្ញុំអាសាញ password ទៅកាន់ user មួយហ្នឹងខ្ញុំគ្រាន់តែវាយ sudo passwd ហើយដាក់ឈ្មោះ user មិញមកហើយខ្ញុំវាយ password user ខ្ញុំបង្កើតបានជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការផ្ទេរ directory of folder ហ្នឹងទៅកាន់ user ដែលខ្ញុំបានបង្កើតមិញឈ្មោះសុខាហ្នឹងដើម្បីឲ្យគាត់ធ្វើជា owner ដើម្បីផ្ទេរយើងគ្រាន់តែវាយ command sudo chown .or ជាមួយនឹងឈ្មោះ user ដែលខ្ញុំបានបង្កើតមិញហើយខ្ញុំដាក់ចុច2ឈ្មោះក្រុម DevOps ហើយដក clear ទៅហើយនឹងឈ្មោះចុងក្រោយឈ្មោះ directory ដែលខ្ញុំបង្កើតមិញ DevOps folder ហ្នឹងអានេះវា load ខុសដោយសារតែខ្ញុំវាយ sudo ខុសចឹងមានន័យថាខ្ញុំអាសាញ DevOps folder ហ្នឹងទៅកាន់ owner ឈ្មោះសុខាហ្នឹងបានជោគជ័យអញ្ចឹងខ្ញុំគ្រាន់តែឥឡូវខ្ញុំសុំការធ្វើការ clear មួយសិនហើយខ្ញុំ alt F វាមើលយើងឃើញថា user គឺសុខាហ្នឹងគាត់ខ្លាចជា owner នៅ directory DevOps folder ហ្នឹងហើយឥឡូវខ្ញុំសុំធ្វើការ set permission ទៅឲ្យ DevOps folder ហ្នឹងទៅជា700មានន័យថា owner គាត់អាចមានសិទ្ធិ read write execute គ្រប់ក៏អាចមានសិទ្ធិ read write execute ដែរប៉ុន្តែ order អត់អាចទេអញ្ចឹងខ្ញុំគ្រាន់តែវាយ command sudo chmod 700ហើយជាមួយនឹងឈ្មោះ directory DevOps folder ហ្នឹងឥឡូវខ្ញុំធ្វើការបង្កើត user ដែលយើងត្រូវបង្កើត user 3ប៉ុន្តែខ្ញុំបង្កើតតែ2ទេគឺដោយសារខ្ញុំដាក់ user developer ជាមួយនឹង UI UI នៅក្នុង user តែមួយមានន័យថាព្រោះគាត់មាន permission ដូចគ្នាចឹងខ្ញុំដាក់មក sudo user add developer UI UI m.s/bin/bash បន្ទាប់មកខ្ញុំធ្វើការ assign password ទៅកាន់ user ហើយនេះ user មួយទៀតគឺ user DevOps អញ្ចឹងយើងបង្កើតដូចគ្នាខ្ញុំដាក់ឈ្មោះថា DevOps user ចឹង user យើងគឺបង្កើតបានជោគជ័យហើយបន្ទាប់ពីយើងបង្កើត user បានហើយឥឡូវយើងធ្វើការ assign user ហ្នឹងទៅកាន់ក្រុមរបស់គាត់នីមួយៗអញ្ចឹងខ្ញុំ assign user DevOps user ហ្នឹងទៅកាន់ក្រុម DevOps ហើយuser developer UI UI ទៅកាន់ក្រុម developer ហើយនិងក្រុម UI UI អញ្ចឹងយើងគ្រាន់តែវាយ command user mode .ag ក្រុម DevOps ហ្នឹងហើយនឹង user ដែលយើងបង្កើតមិញហ្នឹង DevOps user ហ្នឹងអញ្ចឹងខ្ញុំ ID វាមើលដូចយើងឃើញថា DevOps user ហ្នឹងគាត់ស្ថិតនៅក្នុងក្រុម DevOps ហ្នឹងហើយឥឡូវខ្ញុំធ្វើការ assign user developer UI UI ម្ដងយើងវាយដូចគ្នាយើងវាយក្រុម developer មកហើយយើងដក clear យើងដាក់ឈ្មោះ user របស់យើងដែលយើងចង់ assign ទៅដែល user ហ្នឹងគឺខ្ញុំបង្កើត2នៅក្នុងតែមួយអញ្ចឹងយើងគ្រាន់ដូរតែឈ្មោះក្រុមមក
ចឹងយើងអាសាញបានទុកជ័យហើយឥឡូវយើងធ្វើការ ID វាមើលនេះយើងឃើញថា user developer UX UI ហ្នឹងគាត់ស្ថិតនៅក្នុងក្រុម developer ផងហើយនិងក្រុម UX UI ផងឥឡូវខ្ញុំសាកធ្វើការចូលមកកាន់ user developer UX UI ហ្នឹងគ្រាន់តែវាយស៊ូហើយឈ្មោះ user របស់ខ្ញុំហ្នឹងហើយ password មកឥឡូវខ្ញុំវាយ HTML មកឥឡូវខ្ញុំនៅកំពុងតែនៅ user developer UX UI ហ្នឹងអញ្ចឹងខ្ញុំសាកធ្វើការ develop CD ទៅលើ DevOps folder ហ្នឹងវា load ថា permission deny មានន័យថា user ហ្នឹងអត់នៅក្នុងក្រុមហ្នឹងអញ្ចឹងគាត់អាចចូលមកកាន់ DevOps folder ហ្នឹងបានទេហើយបន្ទាប់មកយើងវាយ ID បញ្ជាក់វាមើលនោះយើងឃើញថា developer UI user ហ្នឹងគាត់អត់បានស្ថិតនៅក្នុងក្រុម DevOps ទេអញ្ចឹងបានវា load permission deny ឥឡូវខ្ញុំសាកធ្វើការ switch មកកាន់ user DevOps ម្ដង DevOps user ហ្នឹងយើងចូលដែរមក DevOps user ហើយយើងវាយ password មកហើយឥឡូវខ្ញុំកំពុងតែចូលនៅ DevOps user ហ្នឹងអញ្ចឹងខ្ញុំ CD ខ្ញុំចូលទៅកាន់ file DevOps folder ហ្នឹងសុំទោសដោយសារតែខ្ញុំទៅសេ DevOps ខុសមិនភ្លេចឯងចឹងគឺខ្ញុំអាចចូលមកកាន់ DevOps folder ហ្នឹងបានហើយខ្ញុំអាច read file write file នៅក្នុងហ្នឹងបានទាំងអស់ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានទស្សនា